Oh my god ទៅនេះច្រើនវ៉ាវច្រើនអូខេផលវីដេអូបងត្រីថ្ងៃមិញហើយក៏នឹកឃើញក្នុងចិត្តមួយថាហាពេលល្ងាចដូចមានអារម្មណ៍ថាក្លៀនកូនត្រីបំពងឥឡូវមករកកន្លែងបងត្រីកន្លែងនេះខ្ញុំអាសាមកលេងហើយមកបងត្រីហ្នឹងមានកន្លែងនេះមានវាលខ្សាច់មួយដែលអាចអង្គុយផឹកស្រាបងត្រីមកបំពងលេងអូសប្បាយខ្លាំងទេកន្លែងខ្ញុំពងយល់នេះគឺបងប្រុសពីមុនគាត់បងបានត្រីអីគេត្រីស្ដោត្រីឌៀបអីគេមិនដឹងខ្ញុំស្គាល់ទេត្រីហ្នឹងបងប្អូនណាស្គាល់ជួយខមមិនប្រាប់ខ្ញុំវិញផងហើយខ្ញុំមកបងអាកូនត្រីទុយនេះយកមកបំពងហូបអ្នកទាំងអស់គ្នាអូយនិយាយពីថាឆ្ងាញ់ណាស់ហាទុយហ្នឹងហូបការ៉េវាតឡន់ខ្លាញ់ពេកណាដូររសជាតិមកហូបត្រីម្ដងបងមកសំណាញ់ជាប់ថ្មក្លាប់បាត់ហើយឥឡូវពងចុះទៅដោះហើយត្រីបុកខ្ញុំខំមកថាសម្បូរមើលទៅដូចច្រើនហើយតាមើលហើយធំទៀតស្រួលហើយលើកមកមានឯណាសតកូនត្រីទូចអាបុកជាប់ថ្មចេះតែប្រឹងទាញថាត្រីបុកអើយហើយអ្នកទាំងគ្នានេះហើយយើងលើកមកដល់វ៉យច្រើនណាស់អ្នកទាំងគ្នានេះទុយនេះបំពងទឹកត្រី7ទុំយើងឆ្ងាញ់កប់កំពូលមកបាទអ្នកទាំងគ្នាបានអាត្រីនេះបំពងឆ្ងាញ់ណាស់នេះបំពងត្រី7ទុំអូអេមเราយើងបានច្រើនទូសំដែរនេះវ៉ាវតែនេះមុំបំពងប្រឡាក់បំពងណាវ៉យអេមបន្ទាប់ពីយើងរើសត្រីរួចដោះត្រីរួចទៅយើងក៏រៀបចំសម្រាប់ការបង់មកសំណាញ់ទៀតហើយអ្នកទាំងគ្នាចាំមើលណាខ្ញុំនេះកំពូលមនុស្សមែនហើយតិចទៀតនឹងសុំគេបង់មកសំណាញ់លោមើលឲ្យចង់ដឹងតែមិនមែនមកសំណាញ់ស្អីដល់តែ3សំណាញ់នោះហើយចាំមើលបានត្រីអត់បងប្អូនចាំមើលដល់ចុងវីដេអូបន្តិចមើលហ្នឹងហើយអ្នកទាំងគ្នាកុំភ្លេចជួយ follow page របស់ខ្ញុំនេះមួយផងអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំហើយឥឡូវនេះខ្ញុំកំពុងរើសត្រីទុករួចបន្ទាប់ពីរើសរួចខ្ញុំបង់ម្ដងហើយខានបងសំណាញ់យូរអ្នកទាំងនេះនិយាយថានេះឥឡូវសុំគេបង់ម្ដងចង់សាកមើលជាគុណចាស់ពីក្មេងចេះបងចំណាប់ដែរហ្នឹងហើយដល់ពេលធំឡើងចង់ដឹងថាខ្លួនឯងនៅអាចបងបានអត់ហ្នឹងហើយបងនេះខំភ័យព្រលឹងនៅចុងសក់ដែរហ្នឹងក៏ឃើញឡានគេបើកហ្វេវអ្នកទាំងនេះបងសំណាញ់នៅកូរ៉េខុសច្បាប់អត់បានទេណាហើយចៃដន្យអីខ្ញុំបងមកសំណាញ់ហើយអត់ត្រីអាលីងតែមួយក៏មិនជាប់ទេហើយសំណាញ់ទី2នេះហើយចាំអ៊ុតមើលថាតើបានអត់អានេះអាចទីលេងបានទីត្រូវចាំផ្ញើត្រីជូនខ្លះ1គីឡូ2គីឡូហើយនិយាយពីថាមកសំណាញ់ទី2នេះកំសត់ចាសំណាញ់មុនទៀតរត់តែកូនត្រីទូចមួយក៏គ្មានដែរហ្នឹងដល់លេងវត្តអីកំសត់ដល់ថ្នាក់ហ្នឹងឯណាឡាយនេះគឺថាជាចំណាញ់ទី3ណាបងនិយាយបែកល្អដែរហ្នឹងហើយបើកុំឲ្យតែមានត្រីនោះតែចំណាញ់ទី3ទៅបាន2ដែរឃើញមើលខ្ញុំតពេលខ្ញុំមើលក្នុងវីដេអូនេះខ្ញុំចាប់អារម្មណ៍ថាមានត្រីតាចង់ភ្លេចទៅរស់ស៊ីចិញ្ចឹមកូនវាណារស់ទេបង3សំណាញ់បានត្រី2អីគេមកសំណាញ់ឡើងមកកណោឯងមកសំណាញ់បាន2ហ្នឹងហើយអ្នកទាំងនេះម្លែងមួយទៀតបាទឥឡូវនេះគឺទៅជាសំណាញ់ចុងក្រោយហើយបានប្រមាណក្បាលដែរហ្នឹងហើយអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំដល់ចុងបញ្ចប់វីដេអូហើយកុំភ្លេចជួយ follow page របស់ខ្ញុំនេះមួយបងអ្នកនរគ្នាឲ្យបាន 70k follow ឆាប់ទៅអរគុណអ្នកនរគ្នាហើយយើងរើសត្រីនេះគឺថារើសបន្ទាប់រួចទៅផ្ទះហើយបានមកសម្លហើយនៅចាំអីទៀតនៅយូរពេកខ្លាចតាការ៉េមកដេញទៀតណា